សូមក្រាបថ្វាយបង្គំព្រះធេរាធិរៈគ្រប់ព្រះអង្គជាទីគោរពជាទីសក្ការៈសូមគោរពវាគ្មិនទាំងអស់ដែលមានវត្តមានទីនេះហើយសូមស្វាគមន៍អ្នកចូលរួមតាមអនឡាញនៅក្នុងបន្ទប់នេះជាដើមការពិតខ្ញុំមិនមានពាក្យអីនិយាយច្រើនដោយសារតែវាគ្មិនដល់ទៅ5រួចហើយដែលបាននិយាយប៉ុន្តែខ្ញុំមានគំនិតផ្សេងច្រើនតាក់ទងទៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសតែมันមានគណៈបកអីនិយាយហើយក៏មានហើយខ្ញុំក៏អាចជំទាស់បន្តិចទៅលើអាយដាមយ៉ងពៅដែលគាត់និយាយថាថ្ងៃនេះមាន3ប៉ូលតាមពិតថ្ងៃនេះមានដល់ទៅ4ប៉ូលឬក៏4ប៉ូលកន្លះមិនហៅ4ប៉ូលកន្លះប៉ូលទី1គឺ NGO លោកស្រីចောက်សុភាពហ្នឹងគឺប៉ូលទី1ប៉ូលទី2អ្នកវិភាគឯករាជ្យមាសនេះប៉ូលទី3អ្នកគណៈបកនយោបាយមានលោកបណ្ឌិតយ៉ងសាងកូម៉ាហើយនឹងលោកអ៊ូច័ន្ទរតប៉ូលទី4គឺអាកាដមិកកន្លះប៉ូលមិនអាចប៉ូលពេញទេគឺអាចខ្ញុំព្រោះខ្ញុំធម្មតាមានទូនីតិទទួលប្រាក់ខែរដ្ឋាភិបាលចង់មិនចង់ក៏ខ្ញុំនៅក្នុងរោននយោបាយមិនជាអាកាដមិកប៉ុន្តែវាជារោននយោបាយអញ្ចឹង4កន្លះហើយចំណុចទី2សូមឲ្យដាក់ស្លាយចូលថាតើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះវាកើតចេញពីណាមកខ្ញុំមាន3សំខាន់ទី1គឺខ្ញុំចង់និយាយអំពីថាអ្នកដែលចេញដំណើរពូជផ្ដើមបាទគឺសម្រាប់ខ្ញុំគិតថាលោកស្រីភូមិជកិច្ចពួកខ្ញុំអត់និយាយតាក់ទងនឹងគណៈបកនយោបាយទេគឺខ្ញុំនិយាយពីជាអាកាដមិកបាទគឺលោកស្រីភូមិជកិច្ចដែលលោកបានជាឈ្នួនមួយដែលធ្វើឲ្យហៅថាឲ្យមានជំនួបរវាងសមមិត្តហ៊ុនសែននិងនរោត្តមសីហនុអត់មានសម្ដេចទេសម័យនោះគឺនៅសមមិត្តហ៊ុនសែនហើយបកគោណាក៏អត់ព្រមមកកោតដែរគឺសម្ដេចនរោត្តមសីហនុអញ្ចឹងអ្នកស្រីភូមិជកិច្ចដោយសារស្វាមីរបស់គាត់ជាអគ្គរដ្ឋទូតរបស់បារាំងប្រចាំនៅអាហ្វ្រិកអញ្ចឹងតាមតំណែងតំណងនេះដែលធ្វើឲ្យបរិះ2រូបគឺសមមិត្តហ៊ុនសែននិងនរោត្តមសីហនុបានជួបគ្នាតែជួបនៅក្នុងជាអ្នកអីជាពលរដ្ឋរបស់កម្ពុជាជាពលរដ្ឋរបស់កម្ពុជាហើយយើងឃើញថាតើពលរដ្ឋរបស់កម្ពុជាស្វែងរកអ្វីស្វែងរកសន្តិភាពអញ្ចឹងយើងឃើញចំណុចហ្នឹងដោយសារអីមាន3ចំណុចចំណុចទី1បេក្ខជនបាននិយាយគ្រប់គ្នាហើយថាដោយសារការទុនខ្សោយនៃមហាអំណាចមួយគឺសហភាពសូវៀតប៉ុន្តែយើងក្រឡេកមើលសមមិត្តហ៊ុនសែននៅក្រោមវៀតណាមហើយហ៊ុនសែនហ៊ានសរសេរលិខិតទៅជួបនរោត្តមសីហនុមិនមែនជាការព្រួយផ្ដើមរបស់មហាអំណាចណាមួយទេវាកើតចេញពីឆន្ទៈរបស់អ្នកនយោបាយនៅកម្ពុជាវាកើតចេញពីឆន្ទៈហ្នឹងអញ្ចឹងបន្តទៀតខ្ញុំនឹងបកថាតើវាយ៉ាងដូចម្ដេចខ្ញុំមាន20ចំណុចដើម្បីឲ្យធ្វើការប្រៀបធៀបថាបើខុសអាចសួរគ្នាដេញដោលគ្នាបានបាទទី2គឺដោយសារចិននិងអាមេរិកត្រូវគ្នាព្រោះចិនជួយខ្មែរក្រហមអាមេរិកជួយទ្វេភាគីគឺសឺនសាននិងសម្ដេចសីហនុជួយពីហ្នឹងអញ្ចឹងអោបគ្នា3ដូចបណ្ឌិតយ៉ងសាងកូម៉ាថាខ្ចីដីនេះណាខ្ចីដីថៃត្រូវទទួលយកការពិតខ្ចីដីថៃដើម្បីធ្វើការតបតជាមួយកម្ពុជាសាធារណរដ្ឋប្រជាមានិតកម្ពុជាបណ្ឌិតយ៉ងសាងកូម៉ារៀនចប់បណ្ឌិត28ឆ្នាំអាយុ28ឆ្នាំអភ័ព្វខ្ញុំរៀនចប់បាក់ឌុប27ឆ្នាំ
រៀនចប់បណ្ឌិត37 ឆ្នាំពីព្រោះគេទៅរៀនខ្ញុំចូលបម្រើកងទ័ពណាអានឹងវាខុសគ្នាអញ្ចឹងខុសគ្នាដាច់ទៅរៀនអង្គុយក្រោយគេព្រោះអង្គុយមុខបាំងគេព្រោះយើងធំអាហ្នឹងយើងទទួលយកការពិតទាំងអស់គ្នាសួរវរៈ33ជំនាន់ហ្នឹងគឺណាក៏ស្គាល់ខ្ញុំដែរវរៈ33អញ្ចឹងយើងមើលទស្សនវិជ្ជាហ្នឹងហើយចំណុចមួយទៀតយើងឃើញថាចិនធ្វើឲ្យអាមេរិកចាប់ដៃជាមួយចិនពេលនោះធ្វើឲ្យកោះតៃវ៉ាន់បាត់អាសនៈនៅអង្គការសហជីវជាតិហើយទទួលស្គាល់ចិនតែមួយណាទទួលស្គាល់ចិនតែមួយអញ្ចឹងទស្សនវិជ្ជាទាំងអស់ហ្នឹងលោកស្រីពុំជាកិច្ចមិនអាចទៅចិនបានបកគោណាគាត់គង់នៅប្រទេសចិនចុងក្រោយបានគាត់មកអង្គការ Federal ដើម្បីជួបខ្ញុំមិននិយាយទេព្រោះគេបាននិយាយច្រើនហើយនៅលើកិច្ចការហ្នឹងហើយឈានបកគោណាគាត់ថាម៉េចព្រោះខ្ញុំសរសេរនិកាយបទរឿងហ្នឹងគាត់សូមឲ្យហ៊ុនសែនកុំនិយាយជំនួបក្នុងនាមរដ្ឋាភិបាលឲ្យជំនួបក្នុងនាមពលរដ្ឋកម្ពុជាអញ្ចឹងបានមានតិចទៀតខ្ញុំនឹងបកស្រាយថាហេតុអីបានជាគេដាក់លុយរូបស្ម័គ្រមិត្តហ៊ុនសែននិងនរោត្តមសីហនុព្រោះគេថាដាក់រូបលុយវាទល់តែស្ដាច់ខ្ញុំបានមើលសារព័ត៌មានគីមីសេករបស់ខ្ញុំគ្រប់ទិសទីខ្ញុំនឹងបកស្រាយជូននៅពេលបន្តិចទៀតនេះអញ្ចឹងចូលមកឃើញយើងឃើញតលយៈការនឹងហើយតែធ្វើឲ្យស្ម័គ្រមិត្តហ៊ុនសែននិងនរោត្តមសីហនុបានធ្វើឲ្យមានកិច្ចព្រមព្រៀងទី1ទី2ទី3នៅពេលដែលកងទ័ពវៀតណាមដកចេញពីកម្ពុជាត្រីភាគីហាក់ដូចជាមិនទាន់យល់ចិត្តទេថានឹងវាយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានវាយផឹងរុញចូលដល់ខ្ញុំនៅប្រទេសរុស្ស៊ីទេប៉ុន្តែរៀនមុខវិជ្ជាហ្នឹងគេ zoom ឲ្យមើលមកវាយនៅកំពង់ធំវាយនៅមកដល់ខេត្តបាត់ដំបងចូលដល់អាដែងជុំវិញនៅខេត្តបាត់ដំបងហើយប៉ុន្តែខាងភ្នំពេញរុញចេញវិញដល់ចេញវិញវាហើយសាកលបងកម្លាំងនឹងហើយដែលធ្វើឲ្យកម្លាំងមិនអាចវាយឈ្នះរបបកម្ពុជាប្រជាធិបតេយ្យហើយបានអង្គុយតោចុកតចាឡើងវិញចូលតុកចរចាឡើងវិញអាហ្នឹងយើងមើលឃើញទាំងអស់គ្នាកុំឲ្យឃើញថាវាជារឿងមួយមិនបានសាកគ្នាសាកឲ្យបានឈានទៅរកកិច្ចចរចាបាទហើយចំណុចមួយទៀតដែលយើងឃើញថាស្អីទៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសទទួលបានជោគជ័យនិងមិនទទួលបានជោគជ័យទទួលបានជោគជ័យមាន5ចំណុចទី1ឲ្យខ្មែរគ្រប់ភាគីចូលតុចរចាគឺពេលនោះមានប្របាទនរោត្តមសីហនុគេហៅថាត្រីភាគីចុងក្រោយមកដើម្បីឲ្យដាច់គឺមានរបបសាធារណរដ្ឋប្រជាមានិតកម្ពុជារបបដែលត្រីភាគីហ្នឹងគឺមានខ្មែរក្រហមឬក៏កម្ពុជាជាបតៃសឿនសានដែលហ៊ុនស៊ីប៉ិចដើម្បីអង្គុយតុចរចានេះគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងទី2ខ្មែរដែលនៅតាមព្រំដែនកម្ពុជាថៃត្រូវវិលត្រឡប់ចូលមកកម្ពុជាវិញនឹងដែលកិច្ចព្រមព្រៀងបានធ្វើវេទនាណាស់ដើរឆ្លងកាត់ចកាមីនជួនកាលគេចង់សម្រាប់ខ្មែរគេឲ្យដើរកាត់ចកាមីនសល់ប្រមាណគេទុកប៉ុណ្ណឹងប៉ុន្តែខ្មែរនៅឯបរទេសតែងតែភ្លេចរហូតសួរថាតើមានជ័យជំនះទេខ្ញុំនឹកឃើញ9វិជ្ជាការកន្លែងហ្នឹងគណៈបកយោបាយនោះខ្ញុំមិនចេញឈ្មោះទេមកដកហ៊ុនសែនប៉ុន្តែសួរថានៅឆ្នាំ2018ប្រជាជនកម្ពុជាចូលប្រមាណភាគរយទៅបោះឆ្នោត92ជាងភាគរយតើពាក្យស្លោករបស់គណៈបកនោះបាននិយាយទេដេកផ្ទះឈ្នះឆ្អាត
បើគេគ្រប់គ្រងគណៈបកនោះគេអត់ទៅបោះឆ្នោតប៉ុន្តែគេចូលទៅ92%ហើយមករំលំរបបហ៊ុនសែនមានន័យថាម៉េចមានថារបបមួយដែលស្របច្បាប់អញ្ចឹងដល់ពេលវាប៉ះពាល់បណ្ឌិតមាននេះកុំថាហ៊ុនសែនសុកទូចប្រជាជន92%ឲ្យអំណាចលទ្ធិប្រជាធិបតេយ្យគឺអំណាចខិតទៅលើប្រជាជនមិនមែនអំណាចខិតទៅលើគឺខ្ញុំមានសិទ្ធិវាយអាហ្នឹងបើជាខ្ញុំវិញបើខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីបើខ្ញុំជានាយករដ្ឋមន្ត្រីវិញខ្ញុំវាយព្រាបវាយការពារ3ទី1ការពារអំណាចដែលប្រជាជនឲ្យខ្ញុំតែមិនឲ្យខ្ញុំឲ្យទៅសម្ដេចតេជោហ៊ុនសែនព្រោះពេលនេះគាត់សម្ដេចហើយទី2ការពាររដ្ឋធម្មនុញ្ញដែលកើតចេញមកអំពីពហុបកតែអ្នកឯងបោះឆ្នោតចាញ់ឈ្នះគឺមិនបញ្ហាទី3ហេតុអីបានទៅការវាយព្រោះយើងដឹងថាថៃប្រកាន់នៅជំហរ2ទី1អាស៊ានមិនលូកចូលកិច្ចការទីក្នុងរបស់ប្រទេសមួយទី2ដូចបណ្ឌិតយ៉ងសាងកូម៉ាបាននិយាយហើយថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានចុះហត្ថលេខាមិនផ្ដល់អធិបតេយ្យភាពឲ្យប្រទេសណាមួយណាឃើញអញ្ចឹងកុំបន្ទោមកចាប់មកដេញមិនត្រូវអត់ត្រូវទេអញ្ចឹងខ្ញុំគាត់ទៅជម្រាបជូនគាត់ជម្រាបជូនចំណុចមួយទៀតអង្គការសហប្រជាជាតិដែលបានចំណាយលុយ 1.9000 លានដុល្លារដើម្បីឲ្យមកកសាងនៅលើទឹកដីកម្ពុជាដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះដោយសារកិច្ចព្រមព្រៀងប៉ារីសនេះថវិកាដ៏អស្ចារ្យមួយដែលកម្ពុជាមិនធ្លាប់ទទួលយកបានហើយកម្ពុជាបានទទួលកញ្ចប់នេះយកមកដើម្បីអីកត្តា5ទី1ប្រជាជនដែលអត់ចម្រោកទី2ត្រូវការបោះឆ្នោតទី3អ៊ុនតាក់នៅទីនេះបានឲ្យចាយយកមកចាយឲ្យអ៊ុនតាក់ជួយចាយដែរទី4គឺយើងដឹងហើយហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបាក់បែកយើងត្រូវជួសជុលមិនអាចតន់ជួសជុលស្ពានទេគ្រាន់តែកន្លែងថាស្ពានតូចតាចអីដើម្បីធ្វើឲ្យអ៊ុនតាក់ធ្វើដំណើរទៅបានក្រុមការត្រួតពិនិត្យរបស់អង្គការអ៊ុនតាក់ហ្នឹងឯងទី5ស្អីដែលថវិកានេះយកមកចាយជំរកអាហាររបស់អ្នកដែលភៀសខ្លួនពីប្រទេសថៃមកវិញបាទអញ្ចឹងចំណុចមួយទៀតស្អីដែលកិច្ចព្រមព្រៀងបានធ្វើគឺផ្ដល់អំណាចទៅប្រជាជនជាអ្នកកំណត់អ្នកណាខ្លាយទៅជារដ្ឋាភិបាលហើយបានបង្កើតនៅរដ្ឋធម្មនុញ្ញទី2នៅក្នុងប្រវត្តិសាស្ត្រខ្មែរនៅឆ្នាំ1946គឺការរៀបចំរដ្ឋធម្មនុញ្ញទី1ហើយបានប្រកាសនៅឆ្នាំ1947ហើយរាជាណាចក្រទី2បានកើតនៅឆ្នាំ1993ចំចំណុចនេះខ្ញុំសូមអានមានខ្ញុំវិញខ្ញុំពេលវាគ្មិនមុនឡើងមកគេសួរខ្ញុំគេថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសចប់ហើយនៅមិនមែនសុកទូចថាទេសូមឲ្យអ្នកវិភាគមេត្តាអាននេះកិច្ចព្រមព្រៀងទីក្រុងប៉ារីសមាត្រា1ជំពូក1គេថាម៉េចមិញនឹងមានទាំងបណ្ឌិតមាសនេះទាំងបណ្ឌិតកិនភាទាំងបណ្ឌិតយ៉ងសាងកូម៉ាទាំងបណ្ឌិតគណៈបកទាំងអស់សូមចាំស្ដាប់ហើយមិនមែនសុកទូចអ្នកថាទេដើម្បីបម្រើវត្ថុបំណងនៃកិច្ចព្រមព្រៀងនេះដំណាក់កាលអន្តរការទៅចាប់ផ្ដើមពីពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមានហើយទៅបានបញ្ចប់នៅពេលដែលធម្មនុញ្ញដែលបានជាប់ឆ្នោតតាមរយៈនៃការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវដែលរៀបចំឡើងនិងបញ្ចប់ដោយអង្គការសហប្រជាជាតិបានអនុម័តរដ្ឋធម្មនុញ្ញហើយបានคล้ายខ្លួនឯងទៅជាសភាឃើញវាចប់នៅពេលដែលបោះឆ្នោតជាប់ហើយគឺចាប់ផ្ដើមមិនទៅបង្កើតរដ្ឋាភិបាលថ្មី
សភាដែលចេញពីបោះឆ្នោតរៀបចំរដ្ឋធម្មនុញ្ញបានរដ្ឋធម្មនុញ្ញនឹងហើយបានបង្កើតរដ្ឋាភិបាលចេញពីការបោះឆ្នោតហើយរំលាយកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្វ័យប្រវត្តិក្នុងប្រទេសមួយมันអាចមានច្បាប់ពីរទេរឿងបញ្ចូលមិនបញ្ចូលវាអាស្រ័យទៅលើសភាដែលបោះឆ្នោតគេបញ្ចូលរួចហើយប៉ុន្តែខ្ញុំមិនចង់និយាយទេគេបញ្ចូលរួចទៅហើយប៉ុន្តែលែងនិយាយហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះបើមិនមែនសម្ដីខ្ញុំទេនៅក្នុងអាដែង Facebook ខ្ញុំនោះគេគេមរាយផងអីផងគេថាដោយសារសុកទូចអីចេះនិយាយទេមិនមែនខ្ញុំនិយាយទេច្បាប់និយាយចាំខ្ញុំប្រាប់ទៀតថាតើកិច្ចព្រមព្រៀងនោះមានសុពលភាពយ៉ាងម៉េចចាំខ្ញុំប្រាប់ទៀតនេះនៅដៃខ្ញុំទាំងអស់ចឹងយើងឃើញទាំងអស់គ្នាចឹងចំណុចមួយទៀតការប្រែពាក្យពីសត្រូវមកមិត្តគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះឯងសេនុគឺជាអីជាខ្មាំងហ៊ុនសែនជាអីជាសត្រូវដៀតែខ្នើចដូចតែគ្នាជំរៀងរបស់របបសាធារណរដ្ឋប្រជាមានិតកម្ពុជាហ៎ជាងគេទៅវិញទៅមកដូចនេះអញ្ចឹងរឿងពិតប្រវត្តិសាស្ត្រអពតដូចគ្នាសេនុគឺអពតគឺសេនុអញ្ចឹងពាក្យហ្នឹងមានទាំងអស់បើមិនមានសុំទៅមើលចម្រៀងនឹងឡើងវិញបាទអាហ្នឹងយើងឃើញប៉ុន្តែកិច្ចព្រមព្រៀងនេះធ្វើឲ្យខ្មែរដែលជេរគ្នាមកអង្គុយនៅតុតែមួយហើយញញឹមដាក់គ្នាយើងឃើញសូមឲ្យមើល slide សមមិត្តហ៊ុនសែននិងសម្ដេចសីហនុចាប់ដៃគ្នាដោយមានភាពកក់ក្ដៅខ្មែរនឹងខ្មែរណានឹងដែលយើងចង់បង្ហាញខៀវសំផនក៏ញឹមមិនទាន់បែកក្បាលទេចាំពេលអាចំណុចកិច្ចព្រមព្រៀងមិនបានធ្វើអញ្ចឹងយើងឃើញយើងទទួលយកការពិតទាំងអស់គ្នាហើយចំណុចចុងក្រោយគឺបង្កើតរដ្ឋធម្មនុញ្ញហ្នឹងឯងរដ្ឋធម្មនុញ្ញអ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានធ្វើទី1មិនអាចដកអាវុធព្រោះនៅក្នុងសភៅនេះបាននិយាយដកអាវុធនៅគ្រប់ភាគីទាំងអស់ប៉ុន្តែដកបានអត់វាយគ្នារហូតខំគ្នារហូតងាប់ទាំងអស់គ្នាគ្រប់សងខាងអត់បានធ្វើទី2ស្អីដែលកិច្ចព្រមព្រៀងអត់បានធ្វើរបបកម្ពុជាប្រជាធិបតេយ្យណាវាយខៀវសំផនបែកក្បាលខៀវសំផនងខ្ទើតចេញប្រុចដកចេញអញ្ចឹងគ្រប់គណៈបកនយោបាយដែលមានកំភ្លើងអត់ដកចេញបានបង្ហូរឈាមខ្មែរនៅតែបង្ហូរអត់បានធ្វើទេកិច្ចព្រមព្រៀងក្រុងប៉ារីសអត់បានធ្វើទេប៉ុន្តែហេតុអីបាននេះគឺមាន SNC ដោយសារប្របាទនរោត្តមសីហនុសម្របសម្រួលជាមលុបនៃគណៈបកនយោបាយព្រោះគាត់បានដើរចេញពីគណៈបកហ៊ុនស៊ីប៉ិចឲ្យឈរនៅអាជ្ញាកណ្ដាលសម្របសម្រួលធ្វើឲ្យស្របធ្វើឲ្យស្រួលគឺសម្ផនចេញបាត់ទៅក៏ចប់ទៅប៉ុន្តែដំណើរការនៅតែបន្តអ្វីដែលមិនបានធ្វើតទៅទៀតនៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺមានសហនាយករដ្ឋមន្ត្រីកិច្ចព្រមព្រៀងទីក្រុងប៉ារីសអត់មានសរសេរសហនាយករដ្ឋមន្ត្រីទេចេញភ្លាមដើម្បីអីសុខដុមនីយកម្មអញ្ចឹងយើងឃើញទស្សនវិជ្ជាទាំងអស់ហ្នឹងដែលធ្វើឲ្យកម្ពុជាត្រូវចងចាំទាំងអស់គ្នាកុំថាខ្ញុំនិយាយខ្ញុំអត់ទេខ្ញុំអាននៅអ្វីពីព្រោះគេថាម៉េចបណ្ឌិតអាងសភៅបើអត់សភៅខ្ញុំមិនហ៊ានថាទេបាទខ្ញុំមិនហ៊ានថាទេអញ្ចឹងខ្ញុំគ្រាន់តែជម្រាបជូនអញ្ចឹងបន្តទៀតមកដល់កន្លែងបោះលុយនេះឃើញមានរូបលុយហេតុអីបានជាគេបោះលុយដាក់រូបសមមិត្តហ៊ុនសែនបើសិនកដាស់លុយនឹងដាក់សម្ដេចតេជោគឺខុសមក
តាមពិតលុយហ្នឹងមិនត្រូវដាក់នៅខាងក្រោយខ្នងទេត្រូវដាក់ខាងមុខពីព្រោះសមាមិត្តហ៊ុនសែននិងបកូណាបានសុំជួបគ្នាក្នុងនាមប្រជាជនខ្មែរឈរនៅលើឡានតែមួយអង្គុយនៅលើកៅអីតែមួយសូមឲ្យមើលទៅមើលកៅអីនេះគឺអង្គុយកៅអីតែមួយឬក៏សាឡុងអង្គុយស្មើគ្នាពេលនោះអត់ទាន់ស្ដាច់ទេអត់ទាន់ទេចឹងក្នុងនាមហេតុអីបើគ្រាន់តែដាក់លុយដាក់បានអានឹងដែលជាបញ្ហាអានឹងដែលជាបញ្ហាទី2ហេតុអីបានជាដាក់រូបនឹងនៅក្នុងกระดาษ30000ហ្នឹងបាទគឺខ្ញុំគិតទេអានឹងជាយោបល់ខ្ញុំជាអាការណាមិកសមាមិត្តហ៊ុនសែនហ្នឹងដែលដាក់ហ្នឹងគឺគាត់ជាមនុស្សទឹកតំណាងឲ្យទឹកតែគាត់ជាស្អីគាត់តំណាងនៀកកើតឆ្នាំរោងប៉ុន្តែខ្ញុំទេឲ្យថាគាត់ជាទឹកបើគាត់មិនដឹងទេបើសុំកុំខឹងបើខឹងកុំលេងមិនបានជាគាត់ជាទឹកមើលទន្លេមេគង្គហូរពីណាមកឡាំឆាងប្រមាណកាត់ប្រមាណប្រទេសហូរទៅដល់សមុទ្រពេលនោះបើសិនជាហ៊ុនសែនមិនចុះហត្ថលេខាគុំនិយាយអំពីមហាអំណាចដួលខ្ញុំលើក5ប្រទេសដែលមហាអំណាចមិនដួលហើយសង្គ្រាមនៅតែបន្តបើចង់ដឹងខ្ញុំប្រាប់ភ្លាមអាហ្គានីស្ថានវាយចូលនៅឆ្នាំ1979ដូចគ្នារុស្ស៊ីសហភាពសូវៀតវាយចូលអាហ្គានីស្ថានវៀតណាមវាយចូលកម្ពុជាដួលរលំសហភាពសូវៀតតើអាហ្គានីស្ថានរកបានអត់អង់ហ្គោឡានីសេរីយ៉ាអត់វាចេញមកអំពីបុព្វបុរសដែលទឹកហ្នឹងឯងដែលចេះធ្វើឲ្យមានដំណោះស្រាយទូរឿងដោះបៀបគឺដោះបានចំណុចទី2គេឆ្ងល់តែមិនក៏ដាក់រូបល្អហើយដែលគេដាក់រូបមិនមើលអង្គរវត្តស្មានតែខ្ញុំនឹងស្គាល់ជ័យវរ្ម័នទី7ស្មានខ្ញុំស្គាល់ឥន្ទ្រៈ TV អាគារដាក់ឥន្ទ្រៈ TV សិលាចារឹកជួនកាលនៅប្រទេសគេយកដីបាត់ដោយបណ្ឌិតយ៉ងសាងកូម៉ាបាននិយាយហើយខ្មែរត្រូវបានគេហែកទឹកដីចែកគ្នាមានអ្នកខ្លះថាបារាំងមកជួយបង្កើតរដ្ឋនៅឆ្នាំ1946បារាំងបានចុះហត្ថលេខាប្រគល់កូសាំងស៊ីនទៅទៀតពេលដែលខ្ញុំអានប្រវត្តិសាស្ត្ររាជមនិតសភារៀបចំប្រវត្តិសាស្ត្រហើយសភៅប្រវត្តិសាស្ត្រកុំឲ្យខ្មែរជន់ប្រវត្តិសាស្ត្រច្រំដើមយើងបានធ្វើកិច្ចការនេះអញ្ចឹងកាលណាដាក់អញ្ចឹងខ្មែរយើងចូលចិត្តអានទេអត់ចូលចិត្តអានទេអញ្ចឹងបើដាក់នៅលើលុយដកចូលដកឡើងប្រើនយោបាយអូសសើមនៅចិត្តភ្លើងគង់ថ្ងៃណានឹងឆេះមើលទៅអូកិច្ចព្រមព្រៀងទីក្រុងប៉ារីសខ្ញុំថាកិច្ចព្រមព្រៀងចប់ហើយណាប៉ុន្តែមានស្អីវាមានតម្លៃជាប្រវត្តិសាស្ត្រតែឲ្យយកមកអនុវត្តអត់បានទេតែមើលបានខ្ញុំប្រាប់តទៅទៀតពេលវេលាបើនេះខ្ញុំកុំឲ្យខ្ញុំច្រើនសុំទោសខ្ញុំនិយាយលឺចំណុចមួយទៀតបុរសកាន់ទឹកដី 90% អ្នកណាកាន់ទឹកដី 90% សាធារណរដ្ឋប្រជាមានិតកម្ពុជាមុនដំបូងចរចាចង់សាកដកវៀតណាមទៅវាយផោងហើយមិនមែនពាក្យមួយគេតាមតែពាក្យនិយាយថាដកកងទ័ពបរទេសត្រឹមត្រូវដកកងទ័ពវៀតណាមអត់ត្រូវទេមិនបើអត់ត្រូវបណ្ឌិតគិនភៀគាត់ថាមិនទៅដើម្បីនិយាយយកគួសមព្រោះនៅពេលនោះមានទ័ពដល់ទៅ3ប្រភេទមិនមែនតែមានវៀតណាមទេមានសហភាពសូវៀតមកធ្វើជំនាញការទៀតនៅព្រំដែនចិនព្រំដែនថៃមានចិនទៀតមានកងទ័ពអាមេរិកចូលជួយគំនិតទៅឲ្យត្រីភាគីទៀតអញ្ចឹងដកកងទ័ពបរទេសបានស្មើភាពគ្នាបើដកទៅវៀតណាមចុះអាចនៅតែជួយដដែលមិនបានអានឹងជាបញ្ហាខ្ញុំមានសំណាងជប៉ុនអញ្ជើញខ្ញុំទៅតូក្យូខ្ញុំបានទៅគេងបន្ទប់ដែលគេចរចាហ្នឹងគេឲ្យខ្ញុំទៅគេងនៅបន្ទប់ហ្នឹងបើនិយាយចំទៅបន្ទប់នាយករដ្ឋមន្ត្រីពួកជប៉ុនគេប្រាប់ខ្ញុំ
គាត់ថាគណៈបកដតីមករហូតតែ3ចំណុចកន្លែងណាស្រាឆ្ងាញ់កន្លែងណាដេញមានកាបូបល្អខ្សែក្រវ៉ាត់ល្អដល់គណៈបកប្រជាជនទៅយកបាយទៅដាំនៅក្នុងបន្ទប់អង្គុយសរសេរកិច្ចព្រមព្រៀងទីក្រុងប៉ារីសដល់ពួកនោះអត់ចេះខ្មែរដាក់ពុបទៅកញ្ញេងកញ្ញាងហ្មងខ្ញុំដឹងរឿងហ្នឹងចឹងហើយពេលដែលខ្ញុំខ្លាយជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនេះខ្ញុំបង្កើតខួប15ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសហៅអ្នកចុះហត្ថលេខាមកទាំងអស់19ប្រទេសរួមទាំងអាល្លឺម៉ង់តែពិតដល់18ទេអាល្លឺម៉ង់ចូលទី19ខ្ញុំមានភ័ព្វមិនសំណាងដោយសារខ្ញុំមិនចេះអង់គ្លេសខ្ញុំបានបង្កើតវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិហើយវិទ្យាស្ថាននឹងបណ្ឌិតកិនពីគាត់បានមកកាន់ខ្ញុំអត់ចេះអង់គ្លេសគឺខ្ញុំបានជាអនុប្រធានវិទ្យាស្ថានរយៈពេល10ឆ្នាំរយៈពេល10ឆ្នាំប៉ុន្តែខ្ញុំមិនតូចចិត្តទេពីព្រោះដូចយ៉ងសាងកុមារមានភាសាអំណាចមិនមែនជាអ្វីទេអំណាចគ្រាន់តែយកមកបំពេញដូចខ្ញុំមករៀបនិតិវិទ្យាអញ្ចឹងបើខ្ញុំធ្វើមិនកាត់ខ្ញុំដើរចេញព្រាមខ្ញុំតាំងចិត្តឲ្យស្រេចហើយអត់មានស្រក់ទឹកភ្នែកទេអត់មានស្រក់ទេរឿងអីទៅស្រក់ក្នុងនាមជាមនុស្សប្រុសបានបំពេញកាតព្វកិច្ចជាប្រុសរួចហើយកលផ្ដល់កំណើតឲ្យក្មេងលើសចំនួនមានប្រពន្ធក៏លើសចំនួនមិនបាច់ទៅរាយការណ៍ទៅនិយាយអីទៀតទេប្រាប់ថងបាទកុំឲ្យអីទៅប្រហោះស្អីស្អីទៀតបានដាំដើមឈើជាង1000ដើមទាំងនៅក្នុងផ្ទះរបស់ខ្លួន200ដើមបូកទឹកផ្ទះរបស់ខ្លួនហើយអត់គាស់ដើមឈើមកដាំទេដាំកូនឈើអត់បានគាស់ទេអញ្ចឹងខ្ញុំគាត់ជំរាបជូនចំណុចមួយទៀតហេតុអីបានជាមានរូបភាពនៅក្នុងលុយហ្នឹងគឺយើងត្រូវទទួលយកការពិតអ្នកយុទ្ធសាស្ត្រពេលនោះបើគ្មានសមាមិត្តហ៊ុនសែនសូម្បីតែមានបកគោណាក៏ទៅអត់រួចដែរព្រោះកាន់ទឹកដី 90% ចង់មិនចង់គឺអត់អាចទៅបានទេចំណុចមួយទៀតហេតុអីបានត្រូវការដាក់រូបលុយនឹងខ្ញុំសរសើរឲ្យធនាគារជាតិចេះដាក់គាត់ហេតុអីចំណុចមួយទៀតដែលជាចំណុចខ្លាំងបំផុតដែលយើងត្រូវទទួលយកទាំងអស់គ្នាគឺគាត់ទាញយកបកគោណាបានណារដ្ឋធម្មនុញ្ញគេឲ្យនិយាយណាប៉ុន្តែខ្ញុំសូមនិយាយទៅប្រវត្តិសាស្ត្រព្រោះអ្នកណាដែលធ្វើឲ្យហ៊ុនសែនរត់ចូលព្រៃហើយសម្ដីនឹងសម្ដីបោះស្មារតីហ៊ុនសែនខ្ញុំស្ដាប់ការពីខ្ញុំសរសេរនិខេបបទគាត់ថាដោយសារតែបកគោណាឲ្យរត់ចូលព្រៃនឹងហើយបានជាខ្ញុំរត់ចូលទៅជាមួយបកគោណាដែលពេលឈ្នះមកអាពតបកគោណាបានលាចេញពីប្រមុខរដ្ឋរបស់របបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ1900បាន76អញ្ចឹងសម្បត្តិមិត្តនឹងគាត់ធ្វើមិនយកហ៊ុនយកអដែងសេនូបានឡើងឡានជាមួយគ្នាបាត់ចាប់បាត់ហ่ะ3ភាគីទៀតលបើកបាត់ហ่ะយុទ្ធសាស្ត្រខ្ពស់ណាមិនត្រឹមតែដាក់នឹងក្រោយត្រូវដាក់នឹងមុខបានត្រូវចេះទាញបរោះខ្លាំងមួយឲ្យផុតចេញពីព្រៃមកឡើងឡានជាមួយគ្នាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនឹងដែលជាតម្លៃដែលដាក់នៅលើលុយហើយអ្នកបើដឹងសូមឲ្យប្រជាជនកម្ពុជាឲ្យប្រវត្តិសាស្ត្រអ្នកនឹងបន្តមើលបើទាញរដំសេនុអត់បានណាអត់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេអត់មានដាច់ខាតវាយគ្នារហូតព្រោះធ្វើឲ្យខ្មែរក្រហមមានអាណាចក្រជួយនៅពេលដែលព្រះអង្គយាងទៅប៉ារីសរដ្ឋបហាគ្រឿងឆ្នាំ1970ខ្ញុំមានអាយុ6ឆ្នាំអាយុ7ឆ្នាំខ្ញុំទៅជូនគ្រាប់នៅខេត្តកញ្ចេះយើងគិតមើលខ្ញុំអាយុ57អញ្ចឹងយើងឃើញបកគោណាវឹង
ទៅប្រាំងអត់ទទួលទៅសហភាពសូវៀតសហភាពអត់ទទួលទៅចិនទទួលភ្លាមចេញពីចិនមកប្រកាសកូនចូលព្រៃម៉ាគីចូលទាំងខ្ញុំដែរផ្លុកទាំងអស់គ្នាប៉ុន្តែខ្ញុំមានស្នេហាជាតិទេគេគៀទៅឪពុកខ្ញុំទៅអីទៅជាមួយគាត់ទេបាទហើយសួរព្រៃគេចេះកន្លែងណាខ្ញុំមិនស្គាល់កន្លែងតស៊ូកន្លែងណាទួងវៀនទទួលខ្ញុំនៅតំបន់ហ្នឹងព្រៃទេខ្ញុំនៅហ្នឹងអញ្ចឹងតម្លៃដែលដាក់ហ្នឹងវាអត់សមទៀតដាក់ហ្នឹងក្រោយទៅដាក់ហ្នឹងមុខព្រោះពេលហ្នឹងសម្ដេចនាយករដ្ឋមន្ត្រីគាត់ចាប់ដៃស្មើមុខស្មើមាត់អង្គុយនៅលើព្រោះបកគោណាអត់ទាន់ទេចំណុចមួយទៀតដែលជាចំណុចសំខាន់អ្នកណាដែលធ្វើឲ្យបកគោណាមានសោយរាជលើកទី2ក្នុងប្រវត្តិសាស្ត្រពិភពលោកស្ដេចដែលបាត់រាជហើយមិនអាចយករាជបានទេអ្នកណាសមមិត្តហ៊ុនសែនដែលបង្កើតឲ្យមានរាជាអាណាចក្រទី2អាហ្នឹងយើងនិយាយប្រវត្តិសាស្ត្រកុំឲ្យនេះអាហ្នឹងអ្នកខ្លះថាខ្ញុំនឹងកាន់ជើងហ៊ុនសែនមែនទេការពិតទទួលយកទៅនោះរូបថតអីបើខ្ញុំកាត់តសូមឲ្យនេះតែបើសិនជាគាត់ដាក់សពថ្ងៃដាក់នៅលើលុយហើយដាក់រូបគាត់ដេជោអានឹងខុសហើយបើដាក់អញ្ចឹងស្មើគ្នាអង្គុយស្មើគ្នាកាន់ដៃស្មើគ្នាចុះហត្ថលេខាស្មើគ្នាទាំងអស់ស្មើគ្នាទាំងអស់អញ្ចឹងវាអត់ត្រូវទេអីទៅជេរថាចង់ចំណេញនយោបាយចំណេញអីតាមពិតកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះគ្រាន់តែជាប្រវត្តិសាស្ត្រទេវាលែងមានសុពលភាពរួចទៅហើយចង់បីលោកស្រីចកសភាពថាមានឬក៏បណ្ឌិតមាននេះមានអានោះជាគំនិតរបស់អ្នកវិភាគប៉ុន្តែផ្លូវច្បាប់អានឡើងវិញអញ្ចឹងខ្ញុំបានចែកហើយអានឡើងវិញទៀតយើងតាមដានទាំងអស់គ្នាចូលទៅភាគ2សុំទោសភាសាលឿនតិចព្រោះនេះច្រើនណាស់ស្នាដៃគឺមិនចង់ទី2ព្រឹត្តិការណ៍កើតនៅចំណុចព្រះវិហារដែលបណ្ឌិតមាននេះបាននិយាយនេះសភៅនេះប្រហែលជាបណ្ឌិតអស់នឹងបានហ្នឹងយើងអង្គុយសរសេរ2ខែហូបបាយនៅរាជបណ្ឌិតសភាកម្ពុជាយើងបានប្តឹងគុំនិយាយកិច្ចព្រមព្រៀងក្នុងប៉ារីសមានសុពលភាពលោកបណ្ឌិតមាននេះគាត់មានប្រសាសន៍អញ្ចឹងបានខ្ញុំឲ្យគេរហូតទៅយកសភៅមកភ្លាមយើងប្តឹងទៅអង្គការសហជីវជាតិអង្គការសហជីវជាតិអត់មើលទេយើងប្តឹងទៅអាស៊ានក៏អត់មើលដែរព្រោះគេមានផលប្រយោជន៍ជាមួយថៃយើងបានរៀបចំអាហ្នឹងដាក់ទៅទីក្រុងឡាអេតាមពិតតុលាការឡាអេបានបញ្ចប់សុពលភាពហើយប៉ុន្តែពេលនោះសមមិត្តហ៊ុនសែនទេសម្ដេចហ៊ុនសែនទេសុំទោសមិនសមមិត្តក៏ឡើងស្ដេចហើយសម្ដេចដេជោទេដែលគាត់បានឲ្យឯកឧត្តមសុកអានរួមរៀបចំធ្វើឯកសារនោះដើម្បីទៅតតាំងនៅឡាអេនេះផោះតាំងអង្គុយទាំងយប់ទាំងថ្ងៃហើយមានលុយកាលហ្នឹង2លានណា2លានរៀលទិញបាយកញ្ចប់ពេលសរសេរហើយគេបានបកស្រាយខ្ញុំថាអត់ចេះអង់គ្លេសប៉ុន្តែសភៅទាំងអស់នេះចេញពីណាចឹងបាទខ្ញុំចេះតែខឹងរុស្ស៊ីឡើងយានអវកាសមានសរសេរអង់គ្លេសមួយម៉ាត់ទេខ្មែរធ្វើអង្គរវត្តក៏មានធ្វើអង់គ្លេសមួយម៉ាត់ដែរមកវាយតម្លៃខ្ញុំរឿងអង់គ្លេស10ឆ្នាំដែលវាតម្លៃខ្ញុំពួកខ្ញុំធ្វើទាហានចេញពីទាហានមករៀនអង់គ្លេសគេឆ្លងគីឡូចប់ភ្លាមគេជួបអាហារូបករណ៍ទៅរុស្ស៊ីឲ្យខ្ញុំទៅរៀនចេះពីតាណាមកហើយស្រុករុស្ស៊ីមានរៀនអង់គ្លេសណាអាហ្នឹងខ្ញុំគាត់ជំរាបជូនក្រោយមកទៀតបន្តទៀតថៃឡើងឈ្លានពានទឹកដីកម្ពុជានេះសភៅនេះខ្ញុំទៅដល់គ្រប់កន្លែងអង្គុយសរសេរមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសណាមកទៅដោះស្រាយនោះអត់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅដោះស្រាយទេខ្មែរទៅដាក់ BM ទៅដាក់កំភ្លើងផ្លោងទៅពេលហ្នឹងគេចាប់ផ្ដើមធ្វើកខ្ញុំឡាវពាត់ខ្ញុំបានប្រាប់លោកវ៉ាន់ឌីគាត់ចេះឡាវព្រោះគាត់រៀននៅឡាវគាត់បកប្រែខ្ញុំឡាវខ្ញុំប្រាប់ថាជឿរើសងាប់ទាំងអស់គ្នាអ្នកឯងក៏អត់ជាប់ដីខ្ញុំក៏អត់ជាប់ដីកំភ្លើងដូចគ្នាខ្ញុំបានទៅដល់អូអាឡៃខ្ញុំដល់អូតងាវខ្ញុំទៅដល់ផ្លូវបត់ដោយអត់ទាន់បានញ៉ាំបាយរហូតដល់ម៉ោង1ម៉ោង2
ប៉ុន្តែយើងត្រូវឲ្យដល់ទីនោះនេះសភៅនេះរឿងពិតតិចបងព្រីក្នុងប៉ារីសបានជួយទេអត់ទេកូវីដកើតឡើងវៀតណាមមកបោះតង់ធ្វើសំណង់រឹងនៅលើព្រំដែនមានកិច្ចព្រមព្រៀងក្នុងប៉ារីសណាធ្វើរដ្ឋាភិបាលធ្វើកំណត់ទូតទៅឲ្យវៀតណាមដកពីព្រោះយើងនិយាយឲ្យព្រំដែនមុននឹងធ្វើអីទៅប្រាប់គ្នាទៅវិញទៅមកព្រោះខ្ញុំដើរព្រំដែន1270គីឡូខ្ញុំបានដើរទាំងអស់ហ្នឹងដែលយើងចង់ឃើញការពិតអញ្ចឹងទេគ្មានកិច្ចព្រមព្រៀងក្នុងប៉ារីសទេគឺកើតចេញពីឆន្ទៈខ្មែរយើងកើតចេញអំពីអ្នកនយោបាយកើតចេញពីរដ្ឋាភិបាលដែលត្រូវធ្វើពលិកម្មដើម្បីបុព្វហេតុជាតិខ្ញុំក៏ដូចគ្នាដែរមិនមែនខ្ញុំជាខ្ញុំមនុស្សដូចតែគ្នាហ្នឹងដើរនៅបកគោល12បកគោល14បកគោល14.2ពេលដែលខ្ញុំដើរទៅខ្ញុំញ័រជើងទាំងអស់ប៉ុន្តែខ្ញុំនៅចាំប្រវត្តិសាស្ត្រថាដូនតាខ្ញុំអត់មកយាតបាត់កោះត្រល់ខ្លាចទឹកកលោកជឹកខ្ញុំស្រក់ទឹកភ្នែកសួរដួលទាំងអស់ដើរទៅ15នាក់បានតែខ្ញុំមួយគត់បានដើរទៅដល់មិនមែនខ្ញុំខំមាត់ដើរទៅឲ្យដល់ហើយមិនមែននិយាយដូចអាស៊ីសេរីអីមិននិយាយជួបសុកទូចកិច្ចមិនចង់ស្ភៀងផ្ដាំទៅវិញខ្ញុំមិនអាចចេះខ្លាចទេពីព្រោះខ្ញុំបានទៅដល់ទីនោះអ្នកអីក៏ដើរតាមបដោះពីប្រឡោះហ្នឹងរត់បាត់ដូចម្នាក់មួយទៅលើកផែនទីប្រឆាំងមិនដឹងឯណាខ្វះគណៈបកសង្គ្រោះជាតិហ្នឹងបើជពាក់ផែនទីខ្ញុំដល់ថ្ងៃហ្នឹងមិនទាន់ឲ្យផងសិទ្ធិស្នេហាជាតិហ្នឹងបាត់ពីផ្ទាំងអាហ្នឹងយើងនិយាយឲ្យមិនរឿងកិច្ចព្រមព្រៀងនិយាយពីរឿងការពិតគឺការពិតអញ្ចឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះកើតចេញពីឆន្ទៈរបស់ខ្មែរតែយើងថាការខ្សោយរបស់មហាអំណាចក៏ទៅមួយជ្រុងប៉ុន្តែខ្មែរគឺឆន្ទៈហើយអ្នកដែលធ្វើហ្នឹងកុំភ្លេចគឺបរោះម្នាក់នោះឯងដែលដាក់នៅលើกระดาษលុយនោះហើយត្រូវចងចាំអ្នកនយោបាយសូមមេត្តាអានផងកុំចេះតែនិយាយហ្នឹងបានគុណស្រ័យទៅសម្ដេចហ៊ុនសែននឹងកាន់តែច្រើនហើយបើទោះថាហ៊ុនសែននឹងមានសជាតិ2តែបើសជាតិ2ដាក់ទៅអូអស់មិនបាច់បោះឆ្នោតឲ្យហ៊ុនសែនធ្លាក់ទៅមានធ្លាក់ឯណាធ្លាក់អ្នកណាដែលអត់តាមពិតអត់មានសោះឃើញទេអត់ទាំងការពិតសុំបីតែកាសែតបរទេសគ្មានសិលធម៌ផងអាហ្នឹងដែលយើងចង់បង្ហាញតែហេតុអីវាអញ្ចឹងឯងធ្វើនយោបាយទៅគិតយកកិច្ចព្រមព្រៀងមកធ្វើអីជាតិទៅហៅពីណាគេមករឿងព្រះវិហារតែប្តឹងគេមិនព្រោះគេរវល់ណាស់រឿងកម្ពុជាបន្តិចតួចគេមិនមកទេអញ្ចឹងបទពិសោធន៍សំខាន់ខ្មែរខ្ញុំគ្រប់គ្រងកន្លែងនេះសម្ដីបណ្ឌិតមាននេះខ្មែរទៅខំខ្លួនឯងអញ្ចឹងបានខ្ញុំប្រហោះយួរតសក់ទៅផ្សារដើម្បីឲ្យអ្នកចិត្តខាងក៏មានពេកតែបើអត់យួរវិញអត់វិញទៅដូរអាហ្នឹងមិននេះទេខំទាំងអស់គ្នាបានទៅរួចជួនកាលគេងតែ4ម៉ោងទៅ5ម៉ោងទេបើសរសេរសភៅអស់នេះជួនកាលបានតែ2ម៉ោងទេកាលណាវាក្តៅខួរក្បាលគេអត់លក់គេមិនលក់ដល់ឥឡូវនេះយើងបានរៀបចំប្រវត្តិសាស្ត្រអត់ទាន់មានសម័យណាដែលរៀបចំប្រវត្តិសាស្ត្រទេយើងរៀបចំហើយ5សម័យកាលមុនអង្គរសម័យអង្គរក្រោយអង្គរសម័យចតុមុខនិងសម័យហើយទាំងអស់គ្នាទាំងអស់នេះខ្ញុំអង្គុយអានហើយមានការឯកភាពពីរដ្ឋាភិបាលទោះបីជាកូវីដគ្មានលុយក៏រដ្ឋាភិបាលទម្លាក់លុយដើម្បីឲ្យខ្មែរសរសេរប្រវត្តិសាស្ត្រកុំឲ្យអ្នកនយោបាយជន់ដានដែរតាមពិតរឿងច្រើនខ្ញុំមិននិយាយតទៅទៀតហើយខ្ញុំសូមធ្វើការសន្និដ្ឋានបន្តិចទៅថាតើតែយើងធ្វើដូចមិនដេចអញ្ចឹងយើងដឹងហើយថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសអាចធ្វើទៅបានឬមិនបានគឺវាបានបញ្ចប់ជាស្ថាពរហើយមិនមែនសម្ដីខ្ញុំទេសូមអ្នកខមមិនកុំថាខ្ញុំអានទេមាត្រា1ទំព័រទី4ជំពូក1
មិនមែនសម្ដីខ្ញុំទេបើសម្ដីខ្ញុំជាមនុស្សប្រមាថមើងងាយកិច្ចព្រមព្រៀងប៉ារីសហើយប្រមាថមើងងាយរដ្ឋធម្មនុញ្ញមិនមែនខ្ញុំថាទេគឺសភៅនេះដែលបោះពុំដោយអង្គការសហប្រជាជាតិហើយដែលស្អីដែលកើតមានឡើងហើយកិច្ចព្រមព្រៀងជួយអត់បាននេះជួយអត់បានទេព្រះវិហារបើកុំខ្មែរលេងខ្លាំងទៅមិនបានឡើយបើខ្មែរមិនដាក់តបខ្លាំងធ្វើមិនបានចឹងហើយកន្លែងហ្នឹងសូមឲ្យទម្លាប់អានផងអញ្ចឹងហើយបានជាយើងត្រូវតែបង្កើតវប្បធម៌អានបន្តិចទៀតខ្ញុំនឹងរៀបចំនៅទីនេះកន្លែងអានឲ្យបានមានសេចក្តីសុខអញ្ចឹងខ្ញុំសូមអរគុណហើយខ្ញុំរងចាំសំណួរអ្វីដែលសួរមកកាន់ខាងខ្ញុំនឹងរីករាយហើយកន្លែងណាឆ្លើយមិនរួចខ្ញុំមិនឆ្លើយទេប៉ុន្តែខ្ញុំឆ្លើយក្នុងនាមអាកាដេមិកហើយខ្ញុំនិយាយមិញនេះនិយាយក្នុងនាមអាកាដេមិកហើយខ្ញុំសូមអភ័យទោសពីសម្ដេចបរមកោដ្ឋដែលខ្ញុំហៅទៅតាមអីដែលក្នុងពេលសម័យកាលហើយសូមអភ័យទោសសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនសម្ដេចតេជោដែលខ្ញុំហៅសមមិត្តពីព្រោះបរិបត្តិនងខ្ញុំនិយាយក្នុងបរិបត្តិនងអញ្ចឹងសូមអភ័យទោសហើយបើខ្ញុំនិយាយសម័យតេជោខុសបាត់ណាខុសតាទេមកព្រោះខ្ញុំនិយាយក្នុងនាមអាកាដេមិកមិនមែននិយាយពីក្នុងគណៈបកឬក៏និយាយដើម្បីផលប្រយោជន៍ទេគឺដើម្បីឲ្យខ្មែរមានសុខដុមនីយកម្មឲ្យខ្មែរយល់ពីប្រវត្តិសាស្ត្រសូមអរគុណ